ប្រទេសវៀតណាមបានចាប់ផ្ដើមសាងសង់នាវាចម្បាំងប្រឆាំងនាវាមុជទឹកផលិតនៅក្នុងស្រុកដ៏ធំបំផុតនិងទំនើបបំផុតប្រចាំប្រទេសនេះបើយោងតាមកាសែតយោធារបស់វៀតណាមនៅថ្ងៃទី11ខែសីហានេះតាមរបាយការណ៍នាវាចម្បាំងនោះកំពុងសាងសង់នៅកន្លែងផលិតនាវាសង្ធូរបស់ក្រសួងការពារជាតិនៅក្នុងទីក្រុងដាណាងរួមទាំងអាវុធនិងឧបករណ៍យោធាជាច្រើនទៀតដែលត្រូវបានអភិវឌ្ឍនិងផ្គុំផងដែរប្រទេសវៀតណាមបានជាប់ពាក់ព័ន្ធក្នុងជំនួសដែនសមុទ្រជាមួយនឹងប្រទេសចិនជាយូរមកហើយនិងកំពុងស្វែងរកការពង្រីកសមត្ថភាពផលិតផលការពារជាតិក្នុងស្រុកខណៈកាត់បន្ថយការពឹងផ្អែកលើសម្ភារៈយោធានាំចូលពីប្រទេសរុស្ស៊ីបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលគម្រោងនេះគូបញ្ជាក់អំពីគោលនយោបាយរបស់វៀតណាមនៅក្នុងការអភិវឌ្ឍឧស្សាហកម្មការពារជាតិស្វយ័តពឹងផ្អែកលើខ្លួនឯងពង្រឹងប្រើប្រាស់និងទំនើបមិនតែប៉ុណ្ណោះក្រុមហ៊ុនទូរគមនាគមន៍និងបច្ចេកវិទ្យាដែលគ្រប់គ្រងដោយយោធារួមទាំងអង្គភាពស្រាវជ្រាវនិងផលិតការពីជាតិផ្សេងទៀតនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងកងទ័ពជើងទឹកនិងក្រុមហ៊ុនសម្ភារៈការពីជាតិសង្ធូអំឡុងពេលសាងសង់នាវារួមទាំងការអភិវឌ្ឍនិងការដំឡើងអាវុធនិងឧបករណ៍ផងដែរកងទ័ពជើងទឹកវៀតណាមបានឆ្លងកាត់ការជំរុញទំនើបកម្មដ៏សំខាន់មួយនៅក្នុងរយៈពេលប្រមាណទសវត្សរ៍ចុងក្រោយនេះជាមួយនឹងការទិញនាវាមុជទឹកថ្នាក់គីឡូនិងនាវាចម្បាំងថ្នាក់ G-GAP ផលិតដោយរុស្ស៊ីរួមទាំងកងនាវាទូកមីស៊ីលនិងនាវាល្បាតផលិតនៅក្នុងស្រុកជាច្រើនផងដែរគូបញ្ជាក់ថាវៀតណាមក្រុងនឹងធ្វើជាម្ចាស់ផ្ទះនៃពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមនៅក្នុងទីក្រុងហាណូយនៅខែធ្នូនេះដែលជាព្រឹត្តិការណ៍លើកទី3នៃព្រឹត្តិការណ៍2ឆ្នាំម្ដងខណៈដែលប្រទេសនេះកំពុងស្វែងរកការជំរុញផលិតកម្មការពារជាតិក្នុងស្រុកនិងធ្វើពិពិធកម្មប្រភពឧបករណ៍យោធា